ខ្ញុំគិតថាមនុស្សយើងម្នាក់តែងតែជួបនៅស្ថានភាពធ្លាក់ដល់បាតយ៉ាងហោចណាស់ក៏ម្ដងដែរក្នុងមួយជីវិតគ្រាន់តែយើងជួបនៅវ័យផ្សេងគ្នាបើជួបក្នុងវ័យក្មេងពេកយើងអាចនឹងពិបាកងើបឡើងវិញណាស់នឹងត្រូវប្រើពេលវេលាយូរបើជួបនៅវ័យចាស់ទុំយើងនឹងអាចងើបឡើងវិញបានយ៉ាងលឿនបន្តិចនៅអាយុ20ឆ្នាំខ្ញុំគិតថាខ្ញុំធ្លាក់ដល់បាតម្ដងរួចទៅហើយតែខ្ញុំមានអាយុ30ឆ្នាំខ្ញុំក៏ទម្លុះបាតនោះធ្លាក់ទៅក្រោមបន្តទៀតស្ថានភាពពេលនេះខ្ញុំហាក់មានតែខ្លួនឯងក្នុងโลกដ៏ធំធេងព្រោះតែគិតថាជីវិតនឹងលែងជួបរឿងលំបាកទៀតហើយទើបខ្ញុំមិនបានត្រៀមខ្លួនតែអ្នកណាទៅដឹងទៅថាជីវិតផ្ដល់ការលំបាកឈុតធំឲ្យខ្ញុំបែបនេះម្ដងទៀតទីបំផុតខ្ញុំក៏ត្រូវសម្រួលខ្លួនអង្គុយលើឥដ្ឋនៅមុខបន្ទប់សង្គ្រោះបន្ទាន់កៅភ្នែកស្រវាំងព្រោះទឹកម្យ៉ាងដែលខ្ញុំសែនស្អប់ខោអាវនិងដៃរបស់ខ្ញុំសុទ្ធតែឈាមប្រអប់ដៃកេលានុវិទ្យាកាម្នាក់ក្រសោបស្មាខ្ញុំឯមាត់ក៏លួមលោមរឹងមាំឡើងណាសុំទោសដែលពួកបងជួយកត់មិនបានខ្ញុំក្រវីក្បាលក្នុងចិត្តចង់ប្រាប់គាត់វិញថានេះមិនមែនជាកំហុសរបស់គ្រូពេទ្យទេតែមាត់ខ្ញុំនិយាយមិនចេញព្រោះគ្រប់យ៉ាងតល់ក្នុងបំពង់កខួរក្បាលច្របូកច្របល់ដៃជើងកម្រើកលែងរួចអ្វីប្រែជាងងឹតនេះឬជាការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ភ្លាមខ្ញុំក៏បិទភ្នែកយឺតទៅតាមភាពទន់ខ្សោយដែលគ្របដណ្ដប់រាងកាយនិងស្មារតីរបស់ខ្ញុំសុធីសំឡេងមនុស្សប្រុសម្នាក់ហៅខ្ញុំតែខ្ញុំមិនអាចបើកភ្នែកមើលមុខគេបានខ្ញុំគ្រាន់តែមានអារម្មណ៍ថាគេជាមនុស្សប្រុសដែលខ្ញុំធ្លាប់ស្រឡាញ់ហើយប្រហែលជានៅស្រឡាញ់ខ្ញុំដូចគ្នាបើអ្នកចូលភោជនីយដ្ឋានមួយដែលល្បីថាមានបាយមាន់អាំងដ៏ឈ្ងុយឆ្ងាញ់អ្នកណាក៏ចូលចិត្តអ្នកប្រកាសជាកំងបាយមាន់អាំងនោះហើយមែនអត់សម្រាប់ខ្ញុំវិញខ្ញុំនឹងកំងអ្វីដែលល្បីបន្តពីបាយមាន់អាំងនោះព្រោះអ្វីព្រោះខ្ញុំគិតថាព្រោះខ្ញុំគឺជាមនុស្សម្នាក់ដែលមិនយកភ្នែកមើលអ្វីដែលជា the best តែខ្ញុំចូលចិត្តព្រោះខ្ញុំគឺជាមនុស្សម្នាក់ដែលមិនយកភ្នែកមើលអ្វីដែលល្អខ្លាំងតែខ្ញុំចូលចិត្តមើលអ្វីដែលសាមញ្ញធីកាធីមិត្តរបស់ខ្ញុំទះស្មាខ្ញុំមួយដៃព្រោះខ្ញុំរវល់តែងាកមើលប្រុសសង្ហាមួយក្រុមដែលជានិស្សិតពេទ្យកំពុងញ៉ាំបាយមាន់អាំងនៅក្នុងហាងមួយក្បែរសាលារៀនក្រែងហៅគ្នាមកមើលឥឡូវគ្នាមកមើលហើយតាខ្ញុំនិយាយបន្តពីងាកមកវិញហើយបន្តញ៉ាំអាហារពេលព្រឹករបស់ដែលខ្ញុំចូលចិត្តជាមីស៊ុបឆ្អឹងជ្រូកក្តៅឯងមើលគេអញ្ចឹងខ្លាចគេមិនដឹងថាឯងលួចស្រឡាញ់សនសុធានិតមែនណាវ៉ាន់និយាយម្នាក់ណាសនសុធានិតខ្ញុំងាកមើលមុខនាងដំណាលគ្នានឹងសំណួរនេះណាវ៉ាន់ដៀងភ្នែកមើលទៅតុប្រុសស្អាតដែលជានិស្សិតពេទ្យនោះហើយរៀបរាប់ប្រាប់ខ្ញុំដែលជាកម្ពុជាមនុស្សយឺតយ៉ាវក្នុងការទទួលព័ត៌មានថ្មីអ្នកប្រុសមួយខ្ពស់សម្បូរសស្លៀកពាក់មានរបៀបនោះណាគេជាសិស្សពូកែហើយថែមទាំងជាកូនអ្នកមានទៀតផងម្ដាយគេជាម្ចាស់ក្លឹបកីឡាមិនទាន់មានព័ត៌មានរឿងសង្សារទេតែថាចរិតសោះក៏ក្រោះបន្តិចឈានជើងចូលសាលារៀនពេទ្យហើយនិយាយដល់ឈ្មោះសនសុធានិតអ្នកណាក៏ស្គាល់ដែរខ្ញុំងាកមើលឃើញថាម្នាក់ប្រុសឈ្មោះសនសុធានិតនោះពិតជាសមជា the best ដូចដែលណាវ៉ាន់រៀបរាប់មែនបើអញ្ចឹងគ្នាសុំលងស្រឡាញ់ម្នាក់ដែលអង្គុយជាប់សនសុធានិតនឹងចោះខ្ញុំងាកមុខមកវិញនិយាយបែបហេចោលរួចបន្តញ៉ាំមីណាវ៉ាន់ញញឹមខ្ជិបដាក់ខ្ញុំភ្លាមភ្នែកមុតម្លេះឯងនេះគេនឹងឈ្មោះសុធីដែលតាគ្រាន់តែឮថាគេនោះឈ្មោះសុធីដូចខ្ញុំដែរខ្ញុំស្រាប់តែឆ្លុកទឹកស៊ុបភ្លាមណាវ៉ាន់ជួយរឹតខ្នងឲ្យខ្ញុំបន្តរៀបរាប់បណ្ដាគេក៏រៀបរាប់ថាគេក៏រាប់បានថាសង្ហាបានដែររៀនក៏ពូកែគ្រាន់តែមិនមែនជាអ្នកមានតែលុយរកបានតាមក្រោយតាសុធីគឺជាលេខ2បន្តពីសុធានិតនេះមិនចូលចិត្តអ្នកណាឈ្មោះសុធីសោះខ្ញុំរអ៊ូរួមទាំងខ្លួនឯងដែរណាវ៉ាន់សួរឌឺខ្ញុំនៅស្ងៀមមិនហ៊ានតបព្រោះតាំងពីដើមមកខ្ញុំមានផលលំបាកក្នុងជីវិតដោយសារតែឈ្មោះសុធីនេះស្រាប់ហើយ
ប៉ាខ្ញុំឈ្មោះសុធីម៉ាក់ឈ្មោះគុនធីខ្ញុំឈ្មោះសុធីប្អូនប្រុសខ្ញុំឈ្មោះវុធីធីមួយផ្ទះរហូតមកដល់ពេលនេះខ្ញុំនៅតែកើតទុកមិនសុខចិត្តរឿងឈ្មោះសាក់ស្រមៃលេងទៅមើលបើថ្ងៃក្រោយខ្ញុំមានប្តីហើយប្តីខ្ញុំឈ្មោះសុធីដែរកូនខ្ញុំមិនរន្ធត់ចិត្តស្លាប់ហើយហាងអ៊ីនធឺណិតនិងទូរស័ព្ទក្រៅប្រទេសខ្ញុំកាន់កូនសិភៅមួយក្បាលបង្ហាញទៅម្ចាស់ហាងអ៊ីនធឺណិតអង្គុយនៅនឹងតុគិតលុយមីងខ្ញុំចង់បង្កើតស្កាយមីងមិនសូវចេះទេក្មួយតតែក្មួយមីងទៅចេះទៅអង្គុយទូលេខ3ទៅចាំមើលមីងហៅគេឲ្យមកជួយបង្កើតចាខ្ញុំដើរទៅអង្គុយនៅទូលេខ3ហើយបើកុំព្យូទ័រចាំក្មួយម្ចាស់ហាងមកជួយបង្កើតគណនី Sky ឲ្យយើងចង់បង្កើត Sky មែនទេខ្ញុំងាកផ្លែតទៅរកម្ចាស់សំឡេងហើយបើកភ្នែកធំភ្ញាក់ផ្អើលព្រោះគេគឺជាម្នាក់ឈ្មោះសុធីដែលខ្ញុំឃើញថ្ងៃមុននៅហាងបាយចាខ្ញុំតបសុធីក៏ទេកៅអីមកអង្គុយក្បែរខ្ញុំហើយចូលទៅបង្កើតគណនីឲ្យខ្ញុំឈ្មោះអីឈ្មោះសូហ្វីយ៉ាខ្ញុំក៏ហក់ព្រោះមិនចង់ឲ្យគេភ្ញាក់ផ្អើលដូចជាខ្ញុំពេលដឹងថាយើងទាំងពីរមានឈ្មោះដូចគ្នាអ៊ីមែលខ្ញុំក៏កត់ឲ្យគេក៏ចុចពាក់ប៉ក់លើក្តារចុច keyboard កុំព្យូទ័រហើយគេងាកមកប្រាប់ខ្ញុំជួយខលទៅប៉ាខ្ញុំផងបានទេខ្ញុំមិនតន់ចេះប្រើទេខ្ញុំនិយាយព្រមទាំងហុចកូនសៀវភៅរបស់ខ្ញុំឲ្យទៅគេម្ដងទៀតគេមើលកូនសៀវភៅនោះផងស៊ូផងប៉ារស់នៅស្រុកគេឬចាគេងក់ក្បាលយឺតហើយក៏តាក់តងទៅប៉ាឲ្យខ្ញុំពេលប៉ាខ្ញុំទទួលគេក៏ងើបចេញទៅវិញបាត់ប៉ាទៅរស់នៅអាមេរិកទៅបានមួយអាទិត្យទេដោយសារតែខ្ញុំជាមនុស្សដែលមិនសូវចេះប្រើបច្ចេកវិទ្យាទៅត្រូវរត់មកពឹងគេនៅហាងអ៊ីនធឺណិតអាទិត្យបន្តខ្ញុំនៅឈរនៅមុខហាងមិនហ៊ានចូលព្រោះមិនចាំលេខសម្ងាត់គណនី Sky របស់ខ្លួនឯងអស់មួយសន្ទុះខ្ញុំក៏ដាច់ចិត្តបើកទ្វារចូលទៅជួបមីងម្ចាស់ហាងម្ដងទៀតមីងបងសុធីនៅទេក្មួយឯងមានការអីជួបវាមែនទេចាវាចុះយាមនៅមន្ទីរពេទ្យហើយតតែប្រឡប់ឡើងទៅចប់វេនចាមួយឯងទុកលេខទូរស័ព្ទមកចាំមីងឲ្យវាទេទៅវិញចាខ្ញុំកត់លេខទូរស័ព្ទឲ្យគាត់រួចលាគាត់ទៅវិញនៅហាងបាយជិតសាលារៀនខ្ញុំនិងណាវ៉ាន់បណ្ដាគ្នាទៅញ៉ាំបាយពេលព្រឹកនៅហាងបាយល្បីនោះដូចរដងពួកខ្ញុំរៀបម្ដាយចូលហាងទៅហើយស្រាប់តែប្រទះម្នាក់ឈ្មោះសុធីសនសុធានិតនិងមិត្តរបស់គេមានស្រីមានប្រុសរៀបដើរចេញពួកយើងក៏នៅឈរសំកាំងទល់មុខគ្នាសូហ្វីយ៉ាសុធីឡនមកហៅខ្ញុំមិត្តរបស់គេសម្លឹងដោតមកខ្ញុំសូម្បីតែមិត្តរបស់ខ្ញុំក៏មើលមកខ្ញុំដែរពេលឮសុធីហៅខ្ញុំថាសូហ្វីយ៉ាចាខ្ញុំឆ្លើយទាំងរអៀសខ្លួនណាវ៉ាន់សើចក្អាស់ក្អាយម្នាក់ស្រីនឹងមិនមែនឈ្មោះសូហ្វីយ៉ាស្អីទេបងខ្ញុំប្រញាប់យកដៃខ្ទប់មាត់ណាវ៉ាន់កុំឲ្យនិយាយបន្តប៉ុន្តែណាវ៉ាន់ចាប់ដៃខ្ញុំចេញហើយគេខ្ញុំនៅចំពោះមុខពួកគេម្នាក់ស្រីនឹងឈ្មោះសុធីបើកភ្នែកធំសនសុធានិតនិងមិត្តផ្សេងរបស់គេក៏ងាកសម្ដៅទៅសុធីប្រុសវិញម្ដងគូព្រេងឲ្យច្បាស់កឡែតសនសុធានិតនិយាយចំអកសុធីប្រុសខ្ញុំស្ពឹកមុខក៏រត់វឹងដើម្បីគេចខ្លួនតែថ្ងៃនេះទេវតាមិននៅខាងខ្ញុំទេអ្នកលក់លើកចានមីស៊ុបមកបុកគ្នាជាមួយខ្ញុំធ្លាក់ចានស៊ុបបាយខ្ចាយលើឥដ្ឋអល់អស់គេឯងចំណែកដៃខ្ញុំមួយចំហៀងរលាកទឹកស៊ុបក្តៅផ្សាកាធីហើយមិនហើយហ្នឹងណាវ៉ាន់ស្រែកសួរខ្ញុំយំមិនចេញអីមិនចេញបានត្រឹមតែខ្ទប់ដៃខ្លួនឯងម្នាក់ប្រុសឈ្មោះសុធីនោះក៏រត់មកចាប់ដៃខ្ញុំមើលរួចងាកឆ្វេងឆ្ដាំរួចទាញដៃខ្ញុំទៅជិតរ៉ូមីណេទឹកកន្លែងលាងចានបើកទឹកមកស្រោចដៃរបស់ខ្ញុំគ្រប់គ្នានៅក្នុងហាងអើតមើលពួកយើងគាត់អត់អីទេសុធីងាកទៅស្រែកប្រាប់គ្រប់គ្នានៅតែមិនតន់ស្ងប់ស្ងាត់សនសុធានិតក៏ងាកទៅនិយាយម្ដងមិនអីទេមិត្តខ្ញុំជានិស្សិតពេទ្យអាចទុកចិត្តបានពេលលើការអះអាងនេះគ្រប់គ្នាក៏ដកដង្ហើមធូរទ្រូងហើយអង្គុយញ៉ាំអាហារពេលព្រឹកបន្តទៀតម្ចាស់ហាងក៏ចូលមកជួយមើលហើយសួរនាំដែរណាវ៉ាន់អង្គុយបេះសណ្ដែកបណ្ដុះនិងត្រកួនដែលនៅអាវនឹងសម្ពុតខ្ញុំឈរសម្លឹងមើលដៃខ្លួនឯងដែលក្រហមរងាលនិងកំពុងតែត្រូវកម្លាំង
ទឹកម៉ាស៊ីននឹងកំពុងតែត្រូវកម្លាំងទឹកម៉ាស្សាឲ្យសុទ្ធិនៅកាន់ដៃខ្ញុំជាប់ហើយរុញដៃខ្ញុំម្ដងទៅឆ្វេងម្ដងទៅស្ដាំលើក្រោមដើម្បីឲ្យត្រូវទឹកបានសពស្ដាយសាច់គោណាស់សុទ្ធិប្រុសនោះនិយាយតិចខ្ញុំសម្លឹងតាមឃើញសាច់គោមួយចំណិតជ្រុះរាយប៉ាយលើឥដ្ឋអូបងឯងនិយាយអីចឹងវាហក់ខាំឥឡូវហើយវាកំពុងស្អប់សាច់គោផងណាវ៉ាន់បេះត្រកួនសណ្ដែកចេញពីសម្ពុតខ្ញុំផងនិយាយផងហេតុអីសុធីជ្រួញចិញ្ចើមវាអាឡាក់ស៊ីជាមួយសាច់គោឲ្យតែវាញ៉ាំសាច់គោស្បែកវាឡើងរោលកន្ទួលហើយណាវ៉ាន់ឆ្លើយអត់ទេខ្ញុំចង់សួរថាហេតុអីចូលចិត្តហក់ខាំសុធីប្រឹងបញ្ជាក់សំណួរមុនរបស់គេណាវ៉ាន់លែងតបខ្ញុំឯណោះមិនបានយកចិត្តទុកដាក់ថោកទេព្រោះរវល់តែបារម្ភរឿងដៃខំទប់ទឹកភ្នែកកុំឲ្យស្រក់តែទប់បញ្ចប់ក៏ហូរមកខ្ញុំប្រញាប់យកដៃជូតចេញឈឺមែនសុធីអោនមើលមុខខ្ញុំហើយសួរខ្ញុំក្រវីក្បាលជំនួសចម្លើយចុះថៃបានយំខ្លាចស្នាមមិនស្នាមទេធានាចុះបើស្នាមយ៉ាងម៉េចបើស្នាមមិនស្អាតហើយគ្មានអ្នកណារៀបការជាមួយចាំខ្ញុំចូលស្ដីចម្លើយសុធីធ្វើឲ្យមិត្តរបស់គេនាំគ្នាហូរកញ្ជ្រោលហើយគ្រប់គ្នានៅក្នុងហាងក៏សម្លឹងមកពួកយើងម្ដងទៀតខ្ញុំសម្លឹងមុខសុធីនិងបើកភ្នែកធំដាក់គេក៏ញញឹមដាក់ខ្ញុំបន្តិចរួចងាកទៅមើលដៃរបស់ខ្ញុំវិញណាវ៉ាន់សសៀមកគៀកខ្លួនខ្ញុំទាំងញញឹមដាក់ខ្ញុំនេះខ្ញុំត្រូវគេញ៉ាយមែនទេតាមពីថ្ងៃនោះមកខ្ញុំមិនដែលហ៊ានចូលហាងបាយនោះទេក៏មិនហ៊ានដើរកាត់សាលាពេទ្យរឹតតែមិនហ៊ានទៅហាងអ៊ីនធឺណិតនោះទៅទៀតណាវ៉ាន់យកថ្នាំលាបដៃមកឲ្យខ្ញុំនិងប្រាប់ថានេះជាថ្នាំសម្រាប់លាបស្នាមរលាកកុំឲ្យមានស្នាមជាថ្នាំដែលសុទ្ធិនិស្សិតពេទ្យផ្ញើមកតាមខ្ញុំពេលខ្ញុំទៅញ៉ាំបាយមាត់នៅហាងដែរទៅរដងបើតាមណាវ៉ាន់ប្រាប់សុទ្ធិនិងមិត្តរបស់គេក៏សួររកខ្ញុំដែរហេតុអ្វីចង់ជួបខ្ញុំហេតុអ្វីចាំបាច់ផ្ញើថ្នាំមកថែមទាំងជាថ្នាំបំបត្តិស្នាមទៀតក្រែងពេលមានស្នាមគេនឹងទទួលខុសត្រូវនោះឯងមិនតន់ឯណាផងមានចេតនាកិច្ចវេះបាត់តែជប់សិននេះខ្ញុំកំពុងចង់ឲ្យគេទទួលខុសត្រូវអនាគតរបស់ខ្ញុំឬដំបូងខ្ញុំគិតថាអ្វីនឹងចប់ហើយប៉ុន្តែនៅតោះត្រង់ថាខ្ញុំមិនចាំលេខសម្ងាត់គណនី Sky របស់ខ្លួនឯងសោះហើយខ្ញុំត្រូវនិយាយទូរស័ព្ទមើលមុខប៉ាគេធ្លាប់កត់លេខសម្ងាត់ឲ្យខ្ញុំម្ដងដែរប៉ុន្តែខ្ញុំបង្វែងដៃមិនដឹងថាដាក់ក្រដាសនោះនៅឯណាទេនាយសុធីនោះក៏មិនដែលទូរស័ព្ទមកខ្ញុំតាមលេខដែលបានកត់នៅមីងរបស់គាត់ដែរដូច្នេះខ្ញុំត្រូវបង្ខំខ្លួនទៅហាងអ៊ីនធឺណិតនោះម្ដងទៀតហើយបើមិនបង្កើតថ្មីក៏ត្រូវសាររើលេខសម្ងាត់ចាស់មកវិញដែរខ្ញុំឈរនៅមុខហាងដូចលើកមុនដែរប៉ុន្តែអារម្មណ៍លំបាកជាងមុនបើខ្ញុំជួបនាយសុធីនោះតើខ្ញុំត្រូវធ្វើមុខយ៉ាងម៉េចដាក់គេបើញញឹមតិចគេថាខ្ញុំលងនឹងគេទៅបើធ្វើជាខឹងសមទេតែក្រែងថាខ្ញុំជាអ្នកមកសុំលេខសម្ងាត់ពីគេហើយធ្វើយ៉ាងម៉េចល្អទៅសូហ្វីយ៉ាខ្ញុំភ្ញាក់ព្រឺតពេលងាកឃើញសុធីឈរច្ងងពីខាងក្រោយខ្នងគេនៅពាក់មួកសុវត្ថិភាពនៅឡើយខ្ញុំបង្ហូរភ្នែកមើលម៉ូតូអាកុប5របស់គេដែលចតចិត្តម៉ូតូឆាលីរបស់ខ្ញុំថៃចង់ទិញម៉ូតូខ្ញុំមែនឬគេសួរខ្ញុំក៏ប្រញាប់ដកភ្នែកចេញពីម៉ូតូរួចងាកមើលមុខគេវិញម្លងលក្ខខណ្ឌគេកំពុងមើលមកខ្ញុំស្រាប់ខ្ញុំក្រលៀបភ្នែកទៅទិសផ្សេងព្រោះខ្សែភ្នែករបស់គេធ្វើឲ្យបេះដូងខ្ញុំលោតញាប់ចម្លែកយ៉ាងម៉េចទេខ្ញុំភ្លេចលេខសម្ងាត់ account Sky ខ្ញុំហើយបងចាំអត់ខ្ញុំហាមាត់និយាយទាំងមិនហ៊ានមើលមុខគេនៅក្នុងចិត្តនិងនៅចំពោះមុខមិត្តភក្តិខ្ញុំហៅឈ្មោះរបស់គេប៉ុន្តែពេលខ្ញុំសម្រេចចិត្តហៅគេថាបងដើម្បីបង្កើតការគោរពរឿងប៉ុណ្ណឹងទេមិនអីទេចាំបងជួយអនឯងគេក៏ហៅខ្ញុំអូនវិញដោយមិនស្ទាក់ស្ទើររួចគេដើរចូលទៅក្នុងហាងអ៊ីនធឺណិតបាត់ខ្ញុំក៏ចូលតាមហើយឆ្លៀតសួរគេផងលើកមុនខ្ញុំធ្លាប់ផ្ញើលេខទូរស័ព្ទខ្ញុំនិងមីងបងគេបញ្ឈប់ជើងហើយងាកមកខ្ញុំផ្លែតធ្វើឲ្យខ្ញុំឈប់តាមសឹងមិនទាន់អ្នកនោះជាអូនឯងគេបើកភ្នែកធំសួរខ្ញុំចាម្នាក់ដែលຕົកលេខទូរស័ព្ទនឹងមីងបងជាអូនឯងចាតែអត់ឃើញបងទេមកវិញបងគិតថាមិនមែនទៅមិនទេទៅហេតុអីខ្ញុំត្រូវសួរបកគេញញឹមហើយដើរទៅរកកុំព្យូទ័រ
នៅទូមួយដែលទំនេរមីងប្រាប់ថាមានក្មេងស្រីម្នាក់ស្លៀកខោអាវអត់ស្អាតមុខអត់ស្អាតហើយអត់ចេះតែងខ្លួនមករកបង